ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក៏មានមុខម្ហូបដែរបងប្អូនមានមុខម្ហូបមួយមុខហៅថាឆាក្តៅកង្កែបបងប្អូនឥឡូវហ្នឹងខ្ញុំមកពីផ្សារហើយមកពីផ្សារបានទិញកង្កែបនោះកន្លះគីឡូទៅបងប្អូនហើយបងប្អូនកង្កែបបើសិនជាបងប្អូនធ្វើកង្កែបបងប្អូនត្រូវយកខាងខ្នងនឹងចេញផងបងប្អូនព្រោះខាងខ្នងហ្នឹងវារាងឆ្អាបបងប្អូនហើយកង្កែបនេះបងប្អូនកន្លះគីឡូបានច្រើនដោយសារថាខ្ញុំទិញនឹងវាតម្រូវជាមួយនឹងបន្លែនឹងដែរបងប្អូនហើយបន្លែយើងវាមានត្រកួនហើយនឹងម្រះព្រៅខ្ញុំប្រលេះស្លឹកហើយនឹងដើមចេញដោយផ្សេងពីគ្នាអញ្ចឹងបងប្អូនហើយឥឡូវនេះយើងផ្សំគ្រឿងហើយរួចរាល់អស់ហើយបងប្អូនអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមមកធ្វើម្ហូបទៅបងប្អូនហើយមុខម្ហូបមួយមុខនេះដែរបងប្អូនអើយខ្ញុំនឹកឃើញថាខែភ្លៀងអញ្ចឹងបងប្អូនយើងបានកង្កែបដោយសារអ្នកស្រែគេធ្វើស្រែបងប្អូនគេដើររកកង្កែបអញ្ចឹងណាបងប្អូនរកកង្កែបមានកង្កែបស្រែហើយបើថាដូចនៅផ្សារយើងអញ្ចឹងបងប្អូននៅផ្សារកម្រមានកង្កែបស្រែបងប្អូនច្រើនតែកង្កែបចិញ្ចឹមទេបងប្អូនហើយវាមានពីរមុខដោយសារថាកង្កែបចិញ្ចឹមហើយនិងកង្កែបស្រែតម្លៃខុសគ្នាបងប្អូនតម្លៃកង្កែបស្រែថ្លៃជាងបងប្អូនដោយសារកង្កែបស្រែវាមានរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនហើយខ្ញុំក៏ជ្រើសយកកង្កែបចិញ្ចឹមបងប្អូនហើយកង្កែបចិញ្ចឹមនេះបងប្អូនផ្លូវធំសាច់សបោសាច់ដែរបងប្អូនចំណែកកង្កែបស្រែវិញគឺរាងតូចហើយសាច់រាងពណ៌ក្រហមអញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវខ្ញុំមកឆាគ្រឿងហើយបងប្អូនឆាគ្រឿងឲ្យវាចាប់ជាតិចូលគ្នាអញ្ចឹងបងប្អូនយើងដាក់សាច់ច្បូកច្បល់ជាមួយគ្នាឲ្យវាសពគ្រប់អញ្ចឹងទៅឲ្យឆ្អិនសាច់សិនបងប្អូនហើយយើងដាក់ទឹកបន្តិចដើម្បីឲ្យវាឆ្អិនសាច់អញ្ចឹងបងប្អូនឥឡូវហើយរួចរាល់អស់ហើយខ្ញុំចាប់ដើមដាក់បន្លែហើយបន្លែនេះដែរបងប្អូនខ្ញុំដាក់បន្លែដើមផ្សេងបងប្អូនខ្ញុំដាក់ដើមផ្សេងហើយស្លឹកផ្សេងអញ្ចឹងទៅបងប្អូនខ្ញុំដាក់ហើយខ្ញុំច្របល់វាឲ្យស្លោកបន្តិចអញ្ចឹងដោយសារថាតកូនយើងខ្ញុំអត់ទិញតកូនក្របទេបងប្អូនដោយសារតកូនក្របវារាងរឹងហើយមានតែសាច់អញ្ចឹងបងប្អូនអញ្ចឹងខ្ញុំជ្រើសរើសយកត្រកូនឆ្លុកទឹកបងប្អូនគេហៅថាតកូនបឹងយើងតកូនទលេយើងបងប្អូនអញ្ចឹងដើមធំបន្តិចហើយរាងខ្ចីបងប្អូនហើយតកូននេះបងប្អូនអើយមួយដុំ1500ហើយខ្ញុំទិញ2ដុំបងប្អូនខ្ញុំទិញ2ដុំហ្នឹងវា3000បងប្អូនអើយហើយដាក់ហ្នឹងសាច់ហើយនឹងបន្លែហ្នឹងគឺបន្លែនៅសល់បងប្អូនអើយនៅសល់ស្លឹកទៀតដោយសារខ្ញុំអត់ដាក់ទាំងអស់ទេព្រោះអីវាច្រើនពេកដោយសារឆ្នាំងខ្ទះយើងរាងតូចដែរអញ្ចឹងណាបងប្អូនឥឡូវឆ្អិនរួចរាល់អស់ហើយបងប្អូនឥឡូវឆ្អិនហើយខ្ញុំចាប់ផ្ដើមរោយសណ្តែកដីបងប្អូនអញ្ចឹងមុខម្ហូបយើងបានឆ្អិនហើយរួចរាល់អស់ហើយបងប្អូនឥឡូវមកផ្សារជាមួយខ្ញុំបងប្អូនតំណងបងប្អូនអើយ